chẳng dương chấp bắt ao màu châu thư ca nghe dương chữ má anh ấy khơi nếu như bạn server đó chẳng bao nhiêu chỉ room tới dương login hai ở hay là anh login hai này chẳng chẳng mời dương từ testing trong cả backup chẳng không backup chẳng ở trong restore mà mình chẳng mình chạy chẳng là thơ tam step vì ở đá vậy ở đá mình phải hại thế nào nhưng đừng coi xin là hậu chẳng tới nè bên này cái này nó ở từ mục này mà đầm nặng ca trong cầu nó ở xin là khởi desktopแต่คือเขาตันติเนี่ยเบรกอัพตันติก็จะไปชอบต่างเวลาเขายังទៅ supervision មានន័យថាយើងទៅ step ដែលយើងទៅ recover តែម្ដងទៀតបើសិនណា step recover ហ្នឹងនៅតាមតាទេមិនយើងឈឺចាស់តាអញ្ចឹងយើងចូល server មកយើងទៅអាប់បាទចឹងអ្វីដែលយើងទៅធ្វើហ្នឹងគឺយើងទៅ add rule អ្នកនរចុច manage មកអ្នកនរចុច manage យើងទៅ add rule and filter ចឹងជាមួយខ្ញុំសូមអ្នកនរមើលថានេះអ្នកនរឃើញមានដូចគ្នាហ្នឹងឃើញនេះ server service backup តែយើងអត់ត install ណាវាមានមកតែយើងអត់ត install ទេជាមួយខ្ញុំសាកចុចឲ្យមើលនេះឃើញវាប្រាប់ហ្នឹងថា not install on this PC ចឹងមានប៉ុន្តែដូចយើងនិយាយខ្លីថាមានតែសបកទេតែសាច់ខាងក្នុងអត់មានទេអញ្ចឹងយើងត្រូវការទៅធ្វើវាសិនអ្នកទៅ install វាសិនអញ្ចឹងអ្នកចូលមក manage មករួចយើងចូលទៅក្នុង rule and filter អញ្ចឹងយើងត្រូវការ install filter វាឡើងឲ្យ app អញ្ចឹងយើងយកអាកន្លែង before and UBT ហ្នឹងគឺយើងយកដដែលទេគឺ next អញ្ចឹង rule ក៏យើងយកដដែលដែរគឺ next តមក server យើងទាំងអស់នេះឃើញនេះ win server .domain អ្នកនរគ្នាហើយ IP អញ្ចឹងអ្នកនេះចុច next មកទៅមកកន្លែងនេះគឺយើងអត់ប៉ះទេមានន័យថាយើងអត់មានទៅថែម server service អីផ្សេងទេអញ្ចឹងយើងចុច next ទៀតអញ្ចឹងអ្វីដែលយើងត្រូវការនោះគឺ service នៅទីនេះគឺយើងត្រូវការ filter អ្នកអត់ scroll ចុះក្រោមទៅអ្នកនរនឹងឃើញមានគេដាក់ថា Windows Server Backup អ្នកនរ create មកអ្នកនរ create វាមក create រួចអ្នកនរចុច next មក create ហើយចុច next មកអញ្ចឹងវាបញ្ជាក់ថាយើងចាប់ផ្ដើមទៅ install ហ្នឹងគឺ install Windows Server Backup វាសួរបញ្ជាក់អញ្ចឹងណាអញ្ចឹងត្រឹមត្រូវហើយអ្នកអាចចុច next មក install មកអញ្ចឹង install អ្នកអាច waiting វាទៅ waiting វាទៅតែ close មកទៅវាចប់ហើយទៅវាដាក់ថា success ឡើយនេះអញ្ចឹងនៅក្នុងការធ្វើយើងត្រូវទីមទាទី1គឺរងចាំយើងត្រូវទីមទានៅក្នុងការរងចាំយើងអាចពលឿនវាបានទេទោះបីខ្ញុំពលឿនវាក៏អត់កើតដែរអញ្ចឹងយើងចាំ step តាមវាទាំងអស់ណាបាទអញ្ចឹងយើងចុច close មកនេះគេដាក់ថា installation success on Win server ហ្នឹងយើងចុច close មកពេលអ្នកចុច close ហើយអ្នកអាចទៅបើកWin server backup ហ្នឹងបានហើយអ្នកអាចចុចចូលក្នុង Windows server backup ហ្នឹងមកបន្ទាប់មកអ្នកទាំងអស់គ្នាចុចលើវាអ្នកនរគ្នានឹងរងចាំបែបនេះនេះដាក់ថា reading data please wait អញ្ចឹងអ្នកចុច mouse ស្ដាំកន្លែងនេះក៏ឃើញអីដែរឃើញមានតែពីរគឺ view និង help អញ្ចឹងយើងរងចាំឲ្យវា load មកសិនអ្នករងចាំឲ្យ load លទ្ធផលមកបែបនេះនេះអ្នកឃើញបែបនេះអ្នកចុច mouse ស្ដាំលើ local backup មកអ្នកនឹងឃើញផ្ទាំងខាងលើឲ្យយើងធ្វើការងារហ្នឹងឯងអញ្ចឹងការងារទី1ដែលអត់ទៅធ្វើគឺ backup 1អញ្ចឹងយើង backup 1អ្នកចុចមកអញ្ចឹងនេះ default backup option យើងអត់មានប៉ះអីទេអ្នកចុច next មកអញ្ចឹងយើងអត់យក full ទេគឺយើងយក custom អ្នកយក custom រួចអ្នកឲ្យចុច next មកអញ្ចឹងអ្នកឃើញផ្ទាំងនេះអត់តយើងយកអីទេអញ្ចឹងយើងទៅ select ខ្លួនឯងអ្នកទៅ select ខ្លួនឯងយើងយក add item រួចយើង select គឺ system state អ្វីដែលយើងត្រូវការគឺ system state អ្នក tick មកហើយចុច OK មកអញ្ចឹងយើងឃើញនេះយើងឃើញ system state មកហើយអញ្ចឹងយើងចុច next មកអញ្ចឹងបន្ទាប់មកទៀតអ្នកឃើញកន្លែងនេះគឺវាដាក់ថា local drive គឺតកតងជាមួយនឹង drive D ឬក៏ drive E
tại vì chạy choអ្នកគ្នាណាអញ្ចឹងយើងអត់យក share remote share folder ទេគឺយើងយក local drive តែឲ្យចុច next មកអញ្ចឹងកន្លែងនេះអ្នកអត់ឃើញទេខ្ញុំអត់មាន drive E ទេឃើញខ្ញុំអត់មាន drive D ទេ drive E អ្នកអត់ឃើញគឺជាប្រភេទ DVD drive នេះអញ្ចឹង local ហ្នឹងអត់មានឃើញវាអត់ស្គាល់ local drive D ឬ drive C ទេអញ្ចឹងកន្លែងហ្នឹងអ្នកអត់មក check កន្លែងនេះបើជួបដូចខ្ញុំអញ្ចឹងណាមកមើលកន្លែងនេះអញ្ចឹងអ្នកអត់មាន D ទេនេះ DVD អត់ឲ្យមានអត់យើងអត់មានទេអញ្ចឹងអ្វីដែលយើងត្រូវការធ្វើគឺយើងត្រូវដាក់នៅក្នុង drive D ឥឡូវ drive D ខ្ញុំជា DVD អញ្ចឹង drive D ខ្ញុំដែលមិនមែនជា DVD នៅណាជា local នៅណាអញ្ចឹងអ្នកអត់ចូលមកកន្លែងចុច next ក៏វាអត់ឲ្យអ្នកអត់ធ្វើដែរអញ្ចឹងដល់កន្លែងហ្នឹងអ្នកអត់បិទចោលសិនក៏បានដែរយើងបិទចោលវាសិនដោយសារ state ហ្នឹងគឺយើងធ្វើអត់ដើរទេអ្នកចូលមកមើលនេះ make sure នៅទីនេះអ្នកចុចចូលនៅក្នុង file explorer អ្នកនរនេះយកកន្លែង disk PC អ្នកនរនេះនឹងឃើញនេះឃើញទេ drive D របស់ខ្ញុំគឺជាប្រភេទ DVD ហើយ DVD ដែលខ្ញុំមាននោះគឺជាប្រភេទ file ISO សម្រាប់ set up ហ្នឹងអញ្ចឹងអត់មាន drive D ទេឃើញអត់អញ្ចឹងអ្វីដែលយើងត្រូវទៅធ្វើអ្នកទាំងអស់នេះចូលទៅក្នុង server manager រួចអ្នកទាំងអស់នេះយក tool រួចយើងចុចលើពាក្យថា computer management អ្នកចុចលើ computer management តើមកអ្នកឲ្យចូលទៅក្នុង disk management អ្នកឃើញ disk management ចឹងអ្នកនឹងឃើញនេះ drive ខ្ញុំមានតែអត់មាន letter drive ខ្ញុំមាននេះ 20G ហ្នឹងគឺ drive ខ្ញុំមានទេប៉ុន្តែខ្ញុំអត់មាន letter ទេអញ្ចឹង D គឺជា letter D គឺជា letter អញ្ចឹងអ្នកអត់ទៅដូរអានេះហ៎នេះដូរអា CD room អ្នកអត់នេះហ្នឹងដូរ letter វាទៅជា drive E ទេដើម្បីងាយស្រួលយើងចាំអញ្ចឹងយើងចុច mouse ស្ដាំរួចអ្នកទាំងអស់នេះចុចពាក្យថា change drive letter អញ្ចឹងយើងចុចមកនេះអ្នកអង្គឃើញ D ហើយយើងយក change មកអ្នកចុចពាក្យ change ហើយសុំដូរអក្សរ D ទៅអក្សរ E ទៅរួចយើងចុច OK អញ្ចឹងវាបញ្ជាក់ថាយើងបដូរឈ្មោះអាហ្នឹងត្រូវអត់អ្នកចុច yes មកអ្នកនឹងឃើញអានេះលោតទៅ drive E អ្នកឃើញលោតទៅ drive E នឹងវានឹងលោតទៅ drive E តើមកអ្នកឲ្យឆោលើ drive អ្នកអស់នេះដដែលនេះអា 20G ដែលយើងនៅសល់កាលយើងចែក Windows ដំបូងហ្នឹងចឹងដល់ឆោលើវាមកតើមកអ្នកចុច mouse ស្ដាំដដែលរួចយើងយកពាក្យថា change letter drive ដូចមុនទេអញ្ចឹងកន្លែងនេះអត់មានវាយក change តែវាអត់មានដោយសារយើងអត់ទាន់បញ្ចូលវាអ្នក add មកវាឲ្យ default គឺ drive D អ្នកចង់បាន drive យក drive ហ្នឹងទៅគាត់ថាជា default ដើម្បីងាយស្រួលចាំគេប្រើតែ drive D drive C ហ្នឹងអ្នកចុច OK មកអញ្ចឹងវានឹង load drive D ជូនអ្នកទាំងអស់គ្នានៅទីនេះវានឹង load drive D ជូនអ្នកទាំងអស់គ្នាអញ្ចឹងពេលអ្នកអស់គ្នាមកមើលនៅកន្លែងនេះអ្នកចូល file explorer មកវិញណាអ្នកទាំងអស់គ្នាជាមួយ disk PC ទៅអ្នកទាំងអស់គ្នាឃើញ drive D ទាំងអស់គ្នាមកវិញអញ្ចឹងយើងបានទាំង drive D ទាំង drive C មកវិញណាមិនបាត់drive ឥឡូវមកវិញហើយអញ្ចឹងយើងចូលទៅធ្វើ backup ម្ដងទៀតមានថាយើងចូលទៅកន្លែង backup ម្ដងទៀតអ្នកទាំងអស់គ្នាគ្រាន់តែចុច mouse ស្ដាំលើ local backup មកយក backup 1ទាំងអស់គ្នាចុច step ដដែលគឺយើងយក different option យើងយក custom ទៅវិញចុច next ទៀតហើយយើងទៅ add item យើងយក system state ហើយយើងចុច OK រួចយើងចុច next អញ្ចឹងកន្លែងហ្នឹងដដែលឃើញទេអញ្ចឹងអ្នកនរគ្នាយក next មកអញ្ចឹងកន្លែងនេះនៅតែសួរ try យើងមិនអញ្ចឹងដោយសារ default វាមកពីមុនណាអញ្ចឹងអ្នកចុចមកនៅឃើញមាន try D អញ្ចឹងយើងបដូរមកឃើញបដូរមកអត់ចាំបើអ្នកយក try E ឬក៏ try DVD វាបញ្ជាក់ជូនអ្នកទាំងអស់គ្នាថា backup DVD អញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងថាយើងមានអត់យើងអត់មានទេហើយវាបញ្ជាក់ថាអាហ្នឹង can recover only full volume អញ្ចឹងយើងអត់ត្រូវការទេយើងយក try D អញ្ចឹងវានឹង load ឲ្យ try D អ្នកអស់ហើយមានទំហំប៉ុណ្ណេះទំហំប៉ុណ្ណឹងណាអញ្ចឹងចុច next មកអញ្ចឹងគេ verify អ្នកនរគ្នាថាអ្នកទាំងអស់គ្នាបានគ្រប់ backup system state ហ្នឹងនៅក្នុង try D អញ្ចឹងយើងច្បាស់ជា backup ហើយយើងចុច backup មកអញ្ចឹងអ្នកនរគ្នាត្រូវរងចាំខ្ញុំអត់មានធ្វើអីក្រៅពីរងចាំទេដូចអ្នកនរគ្នាត្រូវរងចាំដូចគ្នាអញ្ចឹងអ្នកនរគ្នាអាចប្រាធីទៅបានហើយអញ្ចឹងអ្នកនរគ្នារងចាំខ្ញុំបញ្យល់ឡើងនឹងតិចណាខាងលើអ្នកនរគ្នា starter នេះមានន័យថាវាកំពុងតែទៅធ្វើអីឃើញទេវាដាក់ថា creating shadow copy of volume អញ្ចឹងវាកំពុងតែទៅ process ទៅលើអ្វីដែលយើងបានអនុវត្តអញ្ចឹងអ្នកឃើញកន្លែងនេះវាដាក់ថា starter backup not start ហ្នឹងមានន័យថាអត់ទាន់ចាប់ផ្ដើមទេដោយសារវាមិនទាន់មានទំហំមកអញ្ចឹងកន្លែងនេះវានឹងទៅ sin រួចវានឹង process មកខាងក្រោមឲ្យអ្នកអត់ឃើញកន្លែងនេះវានឹងចាប់ផ្ដើមទៅ backup ថាតើទំហំដែលយើង backup ទំហំប៉ុន្មានទំហំដែលយើង backup ទំហំប៉ុន្មានវានឹង sin នៅកន្លែងនេះឲ្យអ្នកអស់គ្នារួចវាអ្នក backup បានប៉ុន្មានភាគរយវានឹងនៅទីនេះអញ្ចឹងនេះចាប់ផ្ដើមទៅ sin file ទាំងអស់ហ្នឹងហើយ
ទាំងអស់តើមានប្រមាណ file ហើយមានប្រមាណនេះអ្នកអត់ឃើញទំហំ file ចាប់ដើមកើនឡើងហ្នឹងនេះទំហំ file ចាប់ដើមកើនឡើងហើយតើមកទំហំមេនៅទីនេះក៏ចាប់ដើមកើនឡើងដែរគឺយើង backup ប្រមាណណាប្រមាណ file ណាចឹងចាំមើលអស់នេះថាប្រមាណ file complete ហើយទំហំនេះឃើញឡើងរហូតនេះឡើងដល់200មេហើយចាំមើលតើវា C ប៉ុន្មាន G ជាទូទៅបើយើងអត់ទាន់ធ្វើអីសោះ C 9G ដោយសារយើងមាន user តែមួយ 9G ជាងឬក៏ 10G ជាងតិចតួចតែបើអ្នកនរគ្នាតឡើងកាន់តែច្រើន backup C space កាន់តែថោកហើយក្នុងមេរៀនយើងមានតែ 20G ណាចឹងនៅក្រៅអត់មាន 20G ទេនៅក្រៅមានតែធំជាង G ហ្នឹងណាចឹងមានអីពីអីក្រៅពីរងចាំយើងរងចាំបងប្អូនគ្នាទៅអ្នកនរគ្នាទៅធ្វើបដាដល់ហើយហ្នឹងទៅយើងរងចាំបងប្អូនគ្នាតប complete យើងទៅមុខតទៀតតែកុំ click កុំឲ្យអាឡូតណាខ្ញុំបញ្ជាក់ម្ដងទៀតកុំឲ្យវា black screen ឬក៏អីបាច់ចុចទៅចំវាឲ្យ cancel ឬក៏ចំអីទៅជាការ backup របស់អ្នកទាំងអស់នេះគឺ fail ហើយអញ្ចឹងយើងរងចាំទាំងអស់គ្នាសិនទៅ
ចឹងនេះកន្លែងនេះអត់ឃើញខ្ញុំចាប់ផ្ដើមទៅ backup ហើយខ្ញុំ backup បាន 2G ហើយអញ្ចឹងបាន32%អញ្ចឹងនៅតែ waiting វាដដែលទេគឺខ្ញុំនៅតែទៅ waiting វាឡើយ
បាទអញ្ចឹងអ្នកណាឃើញខ្ញុំកន្លែងនេះវាដាក់ថា complete ហើយយើង backup បាន complete ទេអ្នកនរគ្នាឆ្លុះមកអញ្ចឹងខ្ញុំអាចទៅមើលព័ត៌មាននៅទីនេះដើម្បី verify ថាតើវា complete ទាំងអស់អត់អ្នកនរគ្នាមើលមកព័ត៌មានណាគឺវា detail ជូនអ្នកនរគ្នាហ្នឹងគឺយើង complete រួចរាល់អស់ហើយគឺយើង success ទាំងអស់ហើយណាអញ្ចឹងបន្ទាប់ពីយើង success ហើយអ្នកទាំងអស់នេះអាច backup នឹងចិនសិនទៅហើយអ្វីយើងទៅធ្វើតទៀតនោះគឺយើងទៅលុប user អញ្ចឹងអ្នកនរគ្នាចូល tool និង administrative ហើយយើងទៅលុប user អញ្ចឹងកន្លែងហ្នឹងមុននឹងលុប user ខ្ញុំ recommend ជូនអ្នកទាំងអស់គ្នាមួយអ្នកទាំងអស់គ្នាអាចចូលមកនៅក្នុងកន្លែង Windows Server អ្នកទាំងអស់គ្នាណាអ្នកឃើញ Windows Server អ្នកទាំងអស់គ្នានៅទីនេះអ្នកទាំងអស់គ្នាចុច mouse ស្ដាំបន្ទាប់មកអ្នកទាំងអស់គ្នាយក snapshot ហើយយើង take snapshot ហេតុអីបើយើងត្រូវ take វាទុកមានន័យថានេះយើង backup file ធួយើងទុកយើងមិនមែន backup ខាងក្នុងទេគឺយើង backup នៅលើ file ធួនិមិត្តអញ្ចឹងបើសិនជាយើងពលាមកវិញមានបញ្ហាឬក៏យើងពលាមកវិញវា error កន្លែងណាដែលអាខាងក្នុងពលាយើងអត់ដើរអញ្ចឹងយើងយកពីត្រឹមហ្នឹងមកប្រើវិញយើងយកត្រឹមហ្នឹងមកប្រើវិញយល់អត់យើងពលាត្រឹមហ្នឹងទៅប្រើវិញទៅអញ្ចឹង state របស់យើងគឺនៅត្រឹមហ្នឹងដដែលមានន័យថាយើងបានបញ្ចប់ backup ហើយយើងបានបញ្ចប់ backup ហើយអញ្ចឹងកន្លែងនេះអស់ដាក់ថា backup អញ្ចឹងទៅតើបើយើង take ទុកនេះអញ្ចឹងយើង snapshot អាហ្នឹងយកមកប្រើវិញពេលក្រោយបានមុននឹងយើងទៅលុប user អញ្ចឹងយើងទៅលុប user មកនេះខ្ញុំទៅលុប user មកអ្នកអស់ចូលលុប user មកខ្ញុំចុចមកស្ដាំហើយខ្ញុំទៅលុបខ្ញុំទៅ delete user ខ្ញុំយកចេះមកអញ្ចឹង user ខ្ញុំត្រូវបានបាត់ហើយអញ្ចឹងដើម្បី verify សិនមុននឹងយើងទៅ restore ណាមុនយើងទៅ restore ដើម្បី verify ខ្ញុំសុំចូលមក client មកនេះខ្ញុំសុំចូលមក client មកមានថា Windows client យើងហ្នឹងអញ្ចឹងខ្ញុំសុំយក other user វិញចាំមើលថាវាចូលរួចអត់អញ្ចឹងបើកន្លែងហ្នឹងចូលរួចទេអ្នកអត់ចាំថាកន្លែងហ្នឹងហេតុអីបានខ្ញុំចូលរួចបើខ្ញុំចូលរួចដោយសារកន្លែងហ្នឹងវាអត់ទាន់ផ្ដាច់ user ហ្នឹងពី domain នេះប៉ុន្តែបើខ្ញុំចូលអត់រួចទេបើវាដាក់ថា incorrect username and password មានន័យថាដាច់ហើយអញ្ចឹងខ្ញុំ test អ្នកអត់ទាំងគ្នាដូចខ្ញុំដាក់0001ចឹងឃើញមានដាក់ថា incorrect username and password ហ្នឹងណាអញ្ចឹងគឺមូលហេតុហ្នឹងមិនមែនអត់ user ក៏មិនមែនខុស password ដែរភាសាអត់មាន user អញ្ចឹងយើងទៅ recover មកវិញអ្នកទាំងអស់គ្នាចុច recover មកវិញនេះយើងចូលទៅក្នុងkey window អក្សរ O តើមកយើងវាយពាក្យថា ms config រួចយើងចុច OK មកអញ្ចឹងយើងយកកន្លែង boot អ្នកចូលមក boot អ្នកឃើញមាន save boot អ្នកឲ្យចុច crease មករួចយើងយកពាក្យថា active directory repair អញ្ចឹងយើងចុចយក OK មកតើមកវានឹងឲ្យអ្នក restart អញ្ចឹងយើងចុច restart មកដើម្បីផ្ដាច់ពី user ដែលយើងប្រើសម្រាប់ជាonline ទៅប្រើ offline ដោយសារ sub boot ហ្នឹងគឺជាប្រភេទផ្ដាច់ពី online ទៅ offline គឺយើងមិនប្រើ internet ទេហើយយើងក៏មិនប្រើ network ដែរចឹងដល់ខ្ញុំបញ្ជាក់ដដែលអញ្ចឹងពេលខ្លះមានធ្វើអីក្រៅពី waiting វាទេព្រោះ service វាអ្នកដើរខ្លួនវាទាំងអស់វាអត់ដើរក៏យើង waiting វាដើរក៏យើង waiting ល្បឿនរបស់វាគឺស្ថិតនៅលើ computer អ្នកនរគ្នាទី1ទី2យើងចាំ service វាទាំងអស់ណាready ឯងអ្នកនរឃើញមកកន្លែងនេះអញ្ចឹងខ្ញុំសូជូនអ្នកនរគ្នាមួយថានេះអ្នកនរឃើញឈ្មោះខ្ញុំនេះគឺជា domain អ្នកនរឃើញឈ្មោះខ្ញុំជា domain ហើយគឺជា admin អញ្ចឹងខ្ញុំសាក log in ខ្ញុំតេស្ត log in ណាចាំមើលវាចេញ message អីគេ
ở đây khơi nhất mistake vi phạm bị đã tha can I sign in with a credential because your domain isn't available ចឹងវាបញ្ជាក់ខាងក្រោមឲ្យយើងទៅ check អាហ្នឹងជាមួយនឹង network របស់យើងទាំងអស់គ្នាចឹងវាមិនមែនជា network ទៀតទេចឹងយើងយក under user ហើយអ្នកទាំងអស់គ្នាចុចមួយ break ស្លាកមកអ្នកនរឃើញនៅខាងក្រោមនេះបើខ្ញុំមិនទាន់ចុចទេអ្នកនរឃើញឈ្មោះមករានេះកន្លែងនេះអ្នកនរឃើញ sign in to មករានេះគឺ sign in ចូល domain ណាចឹងឥឡូវយើងអត់ sign in ចូល domain ទេយើង sign in ចូល user local អ្នកនរចុចមួយហើយចុច break ស្លាកអ្នកនរឃើញឈ្មោះដូរតា win server ឯងចឹងកុំព្យូទ័រយើងមិនដាក់ឈ្មោះ win server ត្រូវអត់បាទនេះគឺឈ្មោះរបស់កុំព្យូទ័រយើងហើយអ្នកវាយ admin នេះ status មកតមកទៀតអ្នកទាំងអស់គ្នាចុច password ចឹង password ដូចខ្ញុំបញ្ជាក់ចឹងថា password ទី1អ្នកចុច enter មកយើងអាច log in បានហើយចឹង log in បានពេលហ្នឹងយើងនៅក្នុង sub mode ផ្ទៃខាងក្រៅគឺពណ៌ខ្មៅផ្ទៃខាងក្រៅរបស់កុំព្យូទ័រយើងគឺពណ៌ខ្មៅបែបនេះឃើញវាដាក់ថា sub mode ទេហើយខាងក្រៅហ្នឹងគឺផ្ទៃពណ៌ខ្មៅចឹងយើងអត់មាន network មកធ្វើការងាររបស់ service ទេរបស់ AD ទេយើងចូលទៅវាធ្វើអីយើងចូលទៅវាហ្នឹងគឺយើងចូលទៅ recover ឬក៏យើងហៅថា restore ហ្នឹងឯងចឹងឲ្យចូល tool តែឲ្យ scroll ចុះក្រោមមកឃើញមាន Windows Server Backup ហើយអ្នកយក Windows Server Backup មកបន្តមកទៀតអ្នកនរគ្នាទៅឆោលើនេះមកអ្នកនរគ្នាបែកធីងវាដូចគ្នាពេលអ្នកនរគ្នាបែកធីងវាដូចគ្នាទៅពេលមកនេះវាប្រាប់អ្នកនរគ្នារាល់ព័ត៌មានទាំងអស់ហ្នឹងវាប្រាប់អ្នកនរគ្នាហើយនេះ backup complete ម៉ោងណានៅពេលណាម៉ោងប្រហែលអញ្ចឹងយើងចូលទៅក្នុងកន្លែងនេះអ្នកចុច mouse ស្ដាំយក recover យក this PC this server អញ្ចឹងថ្ងៃដែលយើងបាន backup យើងចុច next មកយក system state ចុច next ទៀតយើងចុច next ចុច OK ចុច recover យើងចុច yes អញ្ចឹងយើងចាំវា process តចប់មក
thế chẳng complete đấy nhưng restart nó complete đó nó nhưng restart nó trong khi reset nhưng login từ đó vì mà tặng tiền chẳng lại nó dân về thì là hốt tôi bị ảo người ta tôi bị toàn đò tiền vì password chẳng như bài password chẳng dùng chết thì theo bài password này cứ bài password local admin local á nè thì chân cái này nếu dùng vô admin local mất thì chúng mối backslash administrator hay bài password cho nên dân từ đỏ dân từ đỏ ở server repair mình chẳng khi đã successful completely ấy cho một tờ máu như trong load màu ở việt nam thì tới như châu rắn như vậy ms config như vậy anh này config được dân chơi ok mất cho dân được khi lại boot tờ máu như đó thì cái lạnh sắp boot được dân chơi ok giờ restart chẳng server dưới nâng app màu về nhé vì server dưới app màu về nhé chẳng giờ restart thì phải chọn tới trong dương login cho chủ sở domain tiếng mình
Chẳng dừng login cho server mình mất cái dừng login cho server dừng mình bán đấy domain dừng mình bán đấy chẳng từ 10 user từ orkney từ 10 user dừng á nè ta user dừng đặt bạn backup mau mình này để dừng bạn lục về để dừng backup hỏi á để dừng cho thu mất tập nói dừng chỗ Active Directory user and computer trong bài dân nghiệm mau user dừng với những login bán này thế thì mà dùng từ mơ nation dùng từ mơ server dừng sẵn cho server dừng châu máu trăm tích tiền cùng là đá cho nên màu đấy những bạn đọc ký những bật mùi cháu cho nên dừng mà mơ user mất này chẳng khởi user dừng với nhé user khảo xuống muối cho nên châu mà user để có thể châu màu user gì máu tổng nó như vậy password chân dừng login server bạn này chân dừng login Windows bán